ជំរាបសួរបងប្អូនប្រជាពលរដ្ឋជាទីគោរពតើបងប្អូនធ្លាប់ទទួលបានឯកសារតាមរយៈ Telegram ដែលមានឈ្មោះថាតារាងប្រាក់ខែឬបញ្ជីឈ្មោះអ្នកទទួលរង្វាន់ដែរឬទេមុននឹងចុចបើកសូមបងប្អូនប្រជាពលរដ្ឋមើលវីដេអូនេះឲ្យបានចប់សិនព្រោះវាអាចជួយការពារប្រាក់និងទិន្នន័យសំខាន់ៗរបស់បងប្អូនទាំងអស់គ្នាជាដំបូងយើងត្រូវស្គាល់ពាក្យមួយសិនគឺពាក្យ extension ឬហៅថាកន្ទុយឯកសារនីមួយៗនៅក្នុងទូរស័ព្ទឬកុំព្យូទ័រសុទ្ធតែមានឈ្មោះពីរផ្នែកផ្នែកទី1គឺឈ្មោះដែលអ្នកផ្ញើឯកសារអាចដាក់អ្វីក៏បានផ្នែកទី2គឺកន្ទុយដែលនៅខាងក្រោយសញ្ញាចុចកន្ទុយនេះហើយដែលប្រាប់ថាឯកសារនោះជាប្រភេទអ្វីពិតប្រាកដឧទាហរណ៍របាយការណ៍មានចុច PDF កន្ទុយចុច PDF ប្រាប់ថាជាឯកសារអានរូបថតចុច JPG កន្ទុយ JPG ប្រាប់ថាជារូបថតបទចម្រៀង MP3 កន្ទុយចុច MP3 ប្រាប់ថាជាបទចម្រៀងនិយាយងាយយល់ឈ្មោះឯកសារប្រៀបដូចជាក្រដាស់ដែលគេបិទនៅលើដបដែលគេចង់សរសេរអ្វីក៏បានចំណែកឯកន្ទុយឯកសារឬ extension ប្រៀបដូចជាទឹកដែលនៅក្នុងដបដែលជារបស់ពិតគេអាចសរសេរថានៅលើដបជាទឹកសុទ្ធប៉ុន្តែបើនៅខាងក្នុងជាថ្នាំពុលផឹកទៅគឺមានគ្រោះថ្នាក់ដដែលដូចគ្នាដែរជនខិលខូចបានដាក់ឈ្មោះឯកសារថាជាតារាងប្រាក់ខែឬក៏បញ្ជីឈ្មោះអ្នកទទួលរង្វាន់ក៏ប៉ុន្តែកន្ទុយគឺមានចុច EXE ដែលវាគឺជាកម្មវិធីមេរោគវាមិនមែនជាតារាងនោះទេក្នុងចំណោមឯកសារទាំងអស់មានប្រភេទខ្លះដែលវាមិនមែនជាឯកសារសម្រាប់យើងអានទេវាគឺជាកម្មវិធីដែលវាដំណើរដោយខ្លួនឯងនៅពេលដែលយើងចុចបើកកន្ទុយទាំងនោះរួមមានចុច EXE ចុច BAT ចុច VBS ចុច SP1 ចុច SH ចុច SML និងចុច SCR បងប្អូនមិនចាំបាច់ចាំទាំងអស់នោះទេគ្រាន់តែបងប្អូនចាំថាឯកសារធម្មតាគឺមិនត្រូវការដំណើរការទេប៉ុន្តែប្រសិនបើទូរស័ព្ទឬក៏កុំព្យូទ័ររបស់បងប្អូនសួរថាដំណើរការឬ run ឬដំឡើងឬក៏ install នោះបញ្ជាក់ថាជាសញ្ញាព្រមានឥឡូវបងប្អូនយល់ហើយសូមមើលឧទាហរណ៍នេះទាំងអស់គ្នាជនខិលខូចផ្ញើឯកសារដែលមានឈ្មោះថាតារាងប្រាក់ខែឃើញឈ្មោះដូចឯកសារការងារធម្មតាមែនទេប៉ុន្តែសូមមើលកន្ទុយចុច EXE នេះមិនមែនជាតារាងឯកសារធម្មតាទេវាគឺជាកម្មវិធីមេរោគនៅពេលដែលយើងចុចបើកវានឹងដំឡើងកម្មវិធីមេរោគចូលនៅក្នុងឧបករណ៍របស់យើងភ្លាមមេរោគនោះអាចលួចពាក្យសម្ងាត់គណនី Telegram គណនីធនាគារឬយកទៅបោកបញ្ឆោតមិត្តភ័ក្តិរបស់យើងជាបន្តទៀតឬក៏ចាក់សោឯកសារទាំងអស់នោះដើម្បីទារប្រាក់លួសដើម្បីការពារខ្លួនសូមអនុវត្តគោលការណ៍4ចំណុចសំខាន់នេះ1គឺមើលកន្ទុយ extension ជាមុនសិនមុននឹងយើងចុចបើកឯកសារមួយសូមមើលកន្ទុយជាមុនសិនកុំមើលតែឈ្មោះឯកសារ2កុំបើកឯកសារដែលមិនស្គាល់ទោះបីជាឯកសារនោះមានឈ្មោះតាក់ទាញប៉ុណ្ណាក៏ដោយ3សំបីមកពីមនុស្សស្គាល់ក៏ត្រូវប្រុងប្រយ័ត្នព្រោះគណនីមិត្តភ័ក្តិអាចត្រូវបានគេចូលប្រើបើសង្ស័យសូមទូរស័ព្ទសួរម្ចាស់សម័យខ្លួនសិន4បើសង្ស័យត្រូវលុបចោលការខកខានមើលឯកសារមួយគឺមិនប៉ះពាល់អ្វីទេប៉ុន្តែបើយើងចុចខុសម្ដងអាចបាត់បង់ទាំងអស់ប្រសិនបើបងប្អូនជ្រុលចុចបើករួចទៅហើយតើត្រូវធ្វើដូចម្ដេចសូមកុំស្លន់ស្លោសូមអនុវត្តជំហានទាំងអស់នេះឲ្យបានលឿនបំផុតជំហានទី1ផ្ដាច់អ៊ីនធឺណិតភ្លាមបងប្អូនត្រូវបិទ Wi-Fi ឬទិន្នន័យឬដាក់ Airplane Mode មេរោគភាគច្រើនគឺត្រូវការអ៊ីនធឺណិតដើម្បីបញ្ជូនទិន្នន័យរបស់យើងទៅកាន់ជនខិលខូចការផ្ដាច់អ៊ីនធឺណិតគឺជាការកាត់ផ្ដាច់ផ្លូវរបស់ជនឆបោកជំហានទី2បដូរពាក្យសម្ងាត់ដោយប្រើឧបករណ៍ផ្សេងសូមប្រើទូរស័ព្ទឬកុំព្យូទ័រមួយផ្សេងទៀតដែលមិនមានមេរោគដើម្បីបដូរពាក្យសម្ងាត់សំខាន់ដូចជាគណនីធនាគារ Telegram Facebook និង Email ចងចាំថាកុំវាយពាក្យសម្ងាត់ថ្មីលើឧបករណ៍ដែលមានមេរោគព្រោះមេរោគអាចឃើញអ្វីដែលយើងកំពុងតែវាយជំហានទី3តាក់ទងធនាគារជាបន្ទាន់បើមានកម្មវិធីមេរោគនៅក្នុងទូរស័ព្ទដៃឬនៅក្នុងឧបករណ៍នោះសូមទូរស័ព្ទទៅកាន់ខាងធនាគារភ្លាមដើម្បីឲ្យផ្អាកធនាគារជាបណ្ដោះអាសន្ននិងតាមដានប្រតិបត្តិការចម្លែកជំហានទី4សម្អាតឧបករណ៍ scan ជាមួយនឹងកម្មវិធីដែលយើងអាចទុកចិត្តបានប្រសិនបើយើងមិនប្រកាសក្នុងចិត្តវិធីដែលមានសុវត្ថិភាពបំផុតគឺយកទៅជាងជំនាញឬធ្វើ factory reset សូមចងចាំថាត្រូវបដូរពាក្យសម្ងាត់និងតាក់ទងធនាគារជាមុនសិនជំហានទី5រាយការណ៍ជូនសមត្ថកិច្ចទោះបីជាបាត់លុយឬមិនទាន់បាត់លុយក៏ដោយសូមបងប្អូនរាយការណ៍ទៅកាន់សមត្ថកិច្ចព័ត៌មានរបស់បងប្អូនអាចជួយការពារជនរងគ្រោះបន្តទៀតបងប្អូនជាទីគោរពបច្ចេកវិទ្យាផ្ដល់ផលងាយស្រួលដល់ជីវិតយើងប្រចាំថ្ងៃច្រើនណាស់ក៏ប៉ុន្តែជនខិលខូចក៏កំពុងប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបោកបញ្ឆោតផងដែរចំណេះដឹងដ៏តូចមួយនេះគឺគ្រាន់តែមើលកន្ទុយឯកសារអាចជួយបងប្អូននៅក្នុងការខាត់បងធំធេងផងដែរសូមចែករំលែកវីដេអូនេះទៅកាន់គ្រួសារមិត្តភ័ក្តិចាស់ជាពិសេសអ្នកដែលទើបតែប្រើទូរស័ព្ទថ្មីប្រសិនបើមានករណីសង្ស័យឬធ្លាក់ខ្លួនជាជនរងគ្រោះសូមរាយការណ៍ទៅកាន់នគរបាលដែលមានសមត្ថកិច្ចជាបន្ទាន់សូមគោរពអរគុណនិងអរគុណ